ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ដើមក្រូចថ្លុងនិងផ្លែក្រូចថ្លុងដើមក្រូចថ្លុងនិងផ្លែក្រូចថ្លុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកសុខភាពនិងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃអត្ថប្រយោជន៍នៃផ្លែក្រូចថ្លុងពង្រឹងប្រព័ន្ធការពាររាងកាយសម្បូរទៅដោយវីតាមីន C ខ្ពស់ដែលជួយការពាររាងកាយពីជំងឺផ្ដាសាយនិងឆ្លងផ្សេងៗជួយដល់ប្រព័ន្ធរំលាយអាហារមានជាតិសរសៃ Fiber ច្រើនជួយសម្រួលដល់ការបន្តបង់និងការពារការទល់លាមកសម្រួលសម្ពាធឈាមនិងបេះដូងជាតិម៉ូតាខ្យូមក្នុងផ្លែក្រូចថ្លុងជួយសម្រួលសម្ពាធឈាមនិងកាត់បន្ថយហានិភ័យជំងឺបេះដូងជួយសម្រកទម្ងន់មានកាឡូរីខ្ទាបនិងជាតិទឹកច្រើនដែលជួយឲ្យឆាប់ឆ្អែតនិងសមស្របសម្រាប់អ្នកកំពុងសម្រកទម្ងន់ប្រឆាំងរ៉ាឌីកាសេរីសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកានិងធ្វើឲ្យស្បែកមានសុខភាពល្អអត្ថប្រយោជន៍នៃផ្នែកផ្សេងៗនៃដើមក្រូចថ្លុងសម្បកផ្លែមានប្រេងក្រអូបធម្មជាតិអាចយកទៅធ្វើជាប្រេងកែច្នៃធ្វើបង្អែមសម្បកក្រូចថ្លុងឬដុតដើម្បីដេញមូសនិងធ្វើឲ្យខ្យល់អាកាសស្រស់ថ្លាស្លឹកក្រូចថ្លុងគេនិយមយកទៅស្ងោរឬដាំទឹកក្តៅសម្រាប់មុជដើម្បីជួយបំបាត់ការហត់សម្រួលសរសៃនិងព្យាបាលផ្ដាសាយផ្កាក្រូចថ្លុងមានក្លិនក្រអូបប្រហើរគេអាចយកទៅបកផ្សំធ្វើជាប្រេងក្រអូបតែផ្កាក្រូចឬបកបោះលើបង្អែមផ្សេងដើមនិងមែកផ្ដល់ជម្រកនិងអាចប្រើប្រាស់ជាអុសឬកែច្នៃជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ